រឿងក្មេងស្រីខ្វៀលកងានកាលពីព្រេងនាយស្ដេចនៃទឹកដីដ៏អស្ចារ្យមួយបានសោយទីវង្គតដោយបន្សល់ទុកម្ចាស់ក្ត្រីនិងបុត្រីនៅតែឯងហើយក៏មានទេវតាល្អមួយដែលស្រឡាញ់ព្រះនាងហើយជួយមេដារបស់ព្រះនាងមើលថែព្រះនាងនៅពេលនាងធំឡើងនាងបានគូដណ្ដឹងដែលជាព្រះអម្ចាស់ដែលរស់នៅទឹកដីផ្សេងទៀតនៅពេលជិតដល់ថ្ងៃនាងរៀបអភិសេកនាងត្រៀមដើម្បីធ្វើដំណើរទៅប្រទេសរបស់គាត់មេដាបានរៀបចំគ្រឿងអលង្ការនិងក្រណាត់ប្រណិតសម្រាប់បុត្រីរបស់នាងបុត្រសម្លាញ់យកគ្រឿងអលង្ការនិងត្បូងមានតម្លៃនេះទៅជាមួយកូនទេហើយរីករាយជាមួយព្រះអង្គម្ចាស់របស់បនម្ចាស់ក្សត្រីបានឲ្យអ្នកបម្រើដើម្បីជិះទៅជាមួយព្រះនាងហើយពួកគេនីមួយមានសេះដើម្បីធ្វើដំណើររៀងខ្លួនសេះរបស់ព្រះនាងជាអំណោយរបស់ទេវតាហើយវាមានឈ្មោះថាហ្វាឡាដាវាអាចនិយាយបានអូឈប់សិនខ្ញុំមានរបស់ផ្សេងឲ្យតែព្រះនាងទេវតាយកកន្ត្រៃចេញមកហើយកាត់ចុងសក់របស់ព្រះនាងថែរក្សាវេទនាកូនសម្លាញ់វាជាវត្ថុទេមប្រហែលជាឯងអាចប្រើវាបាននៅតាមផ្លូវព្រះនាងនិយាយលាទៅកាន់ម្ដាយនិងព្រះម៉ែទេវតាហើយចាក់ចេញជាមួយអ្នកបម្រើនឹងសេះហ្វាឡាដារបស់ព្រះនាងក្រោយពីធ្វើដំណើរអស់រយៈពេលច្រើនម៉ោងមកព្រះនាងស្រេកទឹកហើយនិយាយទៅកាន់អ្នកបម្រើសូមទៅយកទឹកមកឲ្យខ្ញុំបន្តិចមកអ្នកបម្រើអីបើព្រះនាងស្រែកទឹកព្រះនាងចុះពីលើខ្នងសេះខ្លួនឯងទៅហើយអោនផឹកទឹកទៅខ្ញុំមិនមែនជាអ្នកបម្រើព្រះនាងទេណាដឹងទេព្រះនាងភ្ញាក់ផ្អើលចុះពីលើសេះនាងអោនទៅលើទឹកអូហើយផឹកទឹកនោះទៅភ្លាមនោះចុងសក់វេទមន្តនិយាយឡើងព្រះនាងគួរឲ្យអាណិតអើយបើព្រះមេដាព្រះនាងបានដឹងគាត់ច្បាស់ជាខូចចិត្តមិនខានបុត្រីស្ដេចបានដាក់ខ្លួនហើយមិននិយាយអ្វីទាំងអស់ហើយឡើងជិះសេះរបស់នាងបន្តទៀតអស់ពេលច្រើនម៉ោងក្នុងការធ្វើដំណើរនាងស្រេកទឹកម្ដងទៀតហើយពួកគេទៅកាន់ទឹកអូនាងបាននិយាយទៅកាន់អ្នកបម្រើនាងថាសូមជួយយកទឹកមកឲ្យខ្ញុំផងអ្នកបម្រើអើយដោយខ្ញុំបាននិយាយអញ្ចឹងទៅយកដោយខ្លួនឯងទៅម្ដងទៀតព្រះនាងចុះពីលើសេះនាងអោនទៅលើទឹកអូនោះហើយនាងផឹកទឹកនោះទៅបន្ទាប់មកចុងសក់និយាយបើមេត្តារបស់ព្រះនាងដឹងបេះដូងគាត់នៅព្រះស្រាមិនខានកុំអោនខ្លាំងពេកអូចុងសក់នាងបានធ្លាក់ចេញពីហៅប៉ៅរបស់នាងហើយអណ្ដែតឆ្ងាយទៅតាមទឹកឥឡូវព្រះនាងទន់ខ្សោយនិងគ្មានធម៌ពលអីទេចាប់ពីឥឡូវនេះតទៅខ្ញុំជាអ្នកដាក់បញ្ជាព្រះនាងត្រូវតែស្ដាប់បញ្ជាខ្ញុំឥឡូវដោះខោអាវព្រះនាងចេញមកឲ្យខ្ញុំមកហើយនាងត្រូវពាក់របស់ខ្ញុំវិញខ្ញុំឥឡូវនេះជាព្រះនាងបើនាងប្រាប់នរណាពីរឿងនេះឯងនឹងត្រូវស្ដាយក្រោយហើយដឹងទេអ្នកបម្រើបានពាក់សម្លៀកបំពាក់របស់ព្រះនាងហើយបានឡើងជិះសេះហ្វាឡាដាព្រះនាងហើយកូនក្រមុំពិតប្រាកដជិះសេះអាក្រក់វិញទីបំផុតពួកគេទៅដល់រាជវាំងព្រះអង្គម្ចាស់ទៅជួបពួកគេហើយយកអ្នកបម្រើធ្វើជាកូនក្រមុំសូមស្វាគមន៍មកកាន់រាជវាំងព្រះនាងជាទីស្រឡាញ់ខ្ញុំសប្បាយចិត្តណាស់ដែលបានមកដល់ទីនេះស្រីនោះជានរណាអូនាងជាអ្នកបម្រើរបស់ខ្ញុំម្ចាស់នាងជាអ្នកមកជាមួយខ្ញុំម្ចាស់តែខ្ញុំមិនចូលចិត្តនាងទេខ្ញុំឆ្ងល់ណាស់ព្រះអង្គម្ចាស់មានការងារសម្រាប់នាងទេអត់ទេខ្ញុំគ្មានការងារសម្រាប់នាងទេតែខ្ញុំមានក្មេងម្នាក់ឈ្មោះខិតខែនដែលជាអ្នកមើលថែកងាននាងប្រហែលជាអាចជួយវាបានអូព្រះអង្គម្ចាស់ខ្ញុំចង់ឲ្យព្រះអង្គម្ចាស់ជួយមួយទៀតគឺកម្ចាត់សេះដែលខ្ញុំបានជិះមកទីនេះខ្ញុំស្ទើរតែធ្លាក់ចុះដោយសារតែពួកវាទៅហើយចំពោះមុខអ្នកបម្រើដឹងថាហ្វាឡាដាជាសេះចេះនិយាយហើយប្រហែលជាវាអាចប្រាប់ថានរណាជាព្រះនាងពិតនាងដឹងពីចំណុចនេះហើយហ្វាឡាដាដ៏ស្មោះត្រង់ត្រូវបានគេសម្លាប់បន្ទាប់មកពួកគេចេញទៅក្រៅក្រុងហើយបណ្ដើរកងានទៅហើយនៅពេលនាងទៅដល់វាលស្មៅនាងអង្គុយជិតមាត់ទន្លេហើយប្រឡែងសក់របស់នាងដែលវាមានពណ៌ប្រាក់ហើយនៅពេលខិតខែនបានឃើញទន្លេដូចជាព្រះអាទិត្យហើយទាញសក់របស់នាងក៏យំមកខ្យល់បក់មកឲ្យមួកខិតខែននេះហោះទៅមកខ្យល់បក់មកឲ្យគាត់រត់តាមមុខនោះទៅលើភ្នំជ្រលងភ្នំនិងផ្ទាំងថ្មឲ្យវាគួចទៅឆ្ងាយរហូតដល់សក់ប្រាក់ត្រូវបានចងរួញបន្ទាប់មកមានខ្យល់បក់មកយ៉ាងខ្លាំងធ្វើឲ្យមួកខិតខែនហោះទៅឆ្ងាយនៅលើភ្នំហើយវាបង្ខំចិត្តរត់តាមមួកនោះនៅពេលវាមកវិញនាងបានចងសក់របស់នាងរួចរាល់ហើយចងវាឡើងទៅលើដើម្បីសុវត្ថិភាពបន្ទាប់មកវាខឹងមុខក្រញើយ៉ាងខ្លាំងហើយមិននិយាយអ្វីទៅកាន់នាងតតែសោះពួកគេមើលកងានរហូតដល់ងងឹតពេលល្ងាចហើយបណ្ដាពួកវាមកផ្ទះវិញវាកាត់ឡើងដូចអស់ពេល2ថ្ងៃហើយល្ងាចមួយខិតខែនទៅរកស្ដេចចំណាស់ហើយត្អូញត្អែថាខ្ញុំមិនត្រូវការស្រីចម្លែកដូចនេះមកជួយខ្ញុំមើលកងានទៀតទេមិនបាច់ធ្វើអីល្អនោះទេ
នាងមិនបានធ្វើអ្វីទេតែហាក់ដូចជាលេងសើចជាមួយខ្ញុំរាល់ថ្ងៃខឺតខេតយើងដឹងថាឯងមិនទាន់និយាយរឿងទាំងអស់ប្រាប់យើងទេនៅអ្វីដែលបានកើតឡើងឬក៏បន្ទាប់មកស្ដេចធ្វើឲ្យវាប្រាប់គាត់នៅអ្វីដែលបានកើតឡើងហើយខឺតខេនបានប្រាប់រឿងគ្រប់យ៉ាងដែលបានកើតឡើងឯងធ្វើការរបស់ឯងចុះហើយយើងនឹងឆ្វេងយល់បញ្ហានេះនៅពេលព្រឹកឡើងបន្ទាប់មកគាត់បានទៅក្នុងវាលនោះហើយបានលាក់ខ្លួននៅក្នុងគុម្ពព្រៃម្ខាងទៀតនៃវាលហើយគាត់បានឃើញដោយផ្ទាល់ភ្នែកនៅពេលដែលនាងពន្លាសក់របស់នាងដែលមានពន្លឺដូចព្រះអាទិត្យហើយគាត់បានលឺនាងនិយាយបក់មកខ្យល់បក់មកមកឲ្យមកខឺតខែនហោះទេហើយភ្លាមនោះខ្យល់ក៏បក់មកខ្លាំងហើយធ្វើឲ្យមួករបស់ខឺតខែនហោះទៅឆ្ងាយហើយវារត់តាមពេលនោះស្ដេចបានឃើញគ្រប់យ៉ាងដូច្នេះហើយនៅពេលស្រីខ្វៀលកងានត្រឡប់មកវិញនាពេលល្ងាចស្ដេចបានហៅនាងចូលក្នុងហើយសួរនាងហេតុអីបានជានាងធ្វើដូចនេះតែនាងបែរជាយំយ៉ាងខ្លាំងនោះហើយជាអ្វីដែលខ្ញុំមិនអាចប្រាប់ព្រះអង្គឬនរណាម្នាក់បានឬក៏ខ្ញុំត្រូវអស់ជីវិតតែស្ដេចសុំនាងយ៉ាងខ្លាំងដែលធ្វើឲ្យនាងទប់ចិត្តមិនបានហើយប្រាប់រឿងនេះមួយពីដើមរហូតចប់ហើយវាជាសំណាងដែលនាងធ្វើដូច្នេះព្រះនាងគ្មានទោសអ្វីនោះទេព្រះនាងយើងនឹងបង្ហាញទង្វើដែលបានធ្វើខុសចំពោះព្រះនាងឥឡូវយើងចង់ឲ្យព្រះនាងស្លៀកពាក់ជាព្រះនាងដូចគេឯងនៅពេលនាងស្លៀកពាក់រួចគាត់សម្លឹងមើលមិនដាក់ភ្នែកលើនាងដោយការងឿងឆ្ងល់មិនក៏នាងស្អាតម្ល៉េះបន្ទាប់មកគាត់បានហៅកូនប្រុសរបស់គាត់មកហើយប្រាប់ថាគាត់មានកូនក្រមុំមិនពិតដោយគ្រាន់តែជាអ្នកបម្រើប៉ុណ្ណោះដែលកូនក្រមុំពិតឈរនៅទីនេះនាងជាកូនក្រមុំពិតរបស់យើងហើយកូនប្រុសខ្ញុំច្បាស់ជាមានសំណាងហើយបិតាហើយព្រះអង្គរីករាយនៅពេលបានឃើញសម្រស់របស់នាងហើយបានលើភាពអស់លំទោននិងគួរសមរបស់ព្រះនាងហើយដោយមិននិយាយអ្វីទាំងអស់ទៅកាន់កូនក្រមុំមិនពិតស្ដេចបញ្ជាឲ្យមានពិធីជប់លៀងដ៏ធំមួយសម្រាប់ការកាត់ក្តីរបស់គាត់យប់នេះយើងធ្វើពិធីបង្ហាញការពិតនិងដាក់ទោសអ្នកដែលកុហកកូនកំឡោះអង្គុយនៅខាងលើជាមួយព្រះនាងមិនពិតនៅម្ខាងនិងពិតនៅម្ខាងទៀតមិនក៏នាងហ៊ានខ្លាំងម្ល៉េះស្ដេចក្រោកឈរហើយសួរទាំងប្រុងប្រយ័ត្នយប់នេះយើងនឹងនិទានរឿងមួយឲ្យស្ដាប់សូមស្ដាប់ដោយប្រុងប្រយ័ត្នដូច្នេះគាត់ចាប់ផ្ដើមហើយនិទានរឿងព្រះនាងវាដូចជារឿងដែលគាត់ធ្លាប់បានស្ដាប់បានសួរទៅអ្នកបម្រើពិតថានាងគិតដូចម្ដេចដែលនាងធ្វើដាក់នរណាម្នាក់ដែលប្រព្រឹត្តដូចនេះតើឯងនឹងធ្វើដូចម្ដេចចំពោះអ្នកកុហកដូចនេះគ្មានអីក្រៅពីនាំនាងទៅដាក់គុកមួយជីវិតនោះទេដូចនាងនិយាយហើយដូចអ្វីដែលនាងបានកាត់ក្តីខ្លួនឯងចឹងគួរតែកាត់ឡើងដូចនេះអ្នកបម្រើត្រូវបានដាក់ទោសតាមសម្ដីរបស់នាងហើយស្ដេចក្មេងត្រូវបានរៀបអភិសេកជាមួយប្រពន្ធពិតរបស់គាត់ហើយពួកគេគ្រប់គ្រងប្រទេសយ៉ាងមានសន្តិភាពនិងសេចក្តីសុខជារៀងរហូត